បន្ទាប់ពីស្ដាប់រឿងនោះហើយអាចធ្វើមានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងព្រោះនៅទីនេះពិតជាល្អណាស់ហើយ Tasha គឺជាមិត្តតែមួយគត់របស់គាត់តែគាត់ត្រូវតែចាក់ចេញទៅហើយវាធ្វើឲ្យគាត់មានអារម្មណ៍លំបាកក្នុងចិត្តលោកគ្រូបាននិយាយថាឲ្យគាត់ឆាប់ចូលគេងទៅព្រោះចាប់ពីថ្ងៃស្អែកទៅគាត់ត្រូវចាប់ផ្ដើមការហ្វឹកហាត់ដែលខ្លាំងជាងមុនទៀតដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃត្រឡប់ទៅផ្ទះវិញ Tasha ក៏យករឿងទាំងអស់ដែរដូច្នេះគាត់មិនសូវបាច់បារម្ភទៀតទេក្នុងយប់នោះ Arthur គេងមិនលក់ទេព្រោះវេលានៅសល់តែ4ខែទៀតប៉ុណ្ណោះគាត់ត្រូវចាក់ចេញពី Tasha ហើយនៅពេលនោះមិននឹកស្មានថាសុទ្ធដែល Sylvia ទុកឲ្យគាត់ស្រាប់តែផ្ទុះចេញមកដំបូងគាត់មានការព្រួយបារម្ភដែរប៉ុន្តែបន្ទាប់មកគាត់ឃើញថាខាងក្នុងនោះគឺជាកូនសត្វតូចមួយដែលមើលទៅគួរឲ្យស្រឡាញ់វាគឺជាកូននាគតូចមួយទោះបីជារូបរាងវាមើលទៅចម្លែកក៏ដោយតែវាមានភាពឆ្លាតវៃខ្លាំងហើយអាចយល់ពីអ្វីដែល Arthur និយាយបានវាមានអារម្មណ៍រីករាយប៉ុន្តែនៅពេលនោះវាបានខំដៃរបស់ Arthur ពេលនោះកន្លែងរបួសគាត់មានស្នាមសាក់ចម្លែកមួយលេចឡើងមកហើយនេះគឺជាសញ្ញាបង្ហាញថានាគតូចនោះបានទទួលស្គាល់ Arthur ជាម្ចាស់ហើយការភ្ជាប់ពិសេសនេះបានអនុញ្ញាតឲ្យពួកគេទាំងពីរអាចតាក់ទងគ្នាបានតាមរយៈទំនាក់ទំនងក្នុងចិត្តដោយមិនចាំបាច់និយាយផ្ទាល់ Arthur សម្រេចចិត្តថានឹងយកនាគតូចនោះមកចិញ្ចឹមហើយបានដាក់ឈ្មោះវាថា Sylvia ដើម្បីរំលឹកដល់ Sylvia ជាដើមបន្ទាប់មកពួកគេក៏បានចូលគេងវិញព្រោះអស់កម្លាំងខ្លាំងពេកព្រឹកឡើង Tasha ដើរកាត់បន្ទប់អាថរហើយស្រាប់តែឃើញសត្វតូចពណ៌ខ្មៅមួយដែលគួរឲ្យស្រឡាញ់នាងក៏យកវាអោបឡើងភ្លាមហើយកាន់លេងមិនឈប់ដល់ថ្នាក់ធ្វើឲ្យអាចមានអារម្មណ៍ថាមិនសប្បាយចិត្តព្រោះនាគតូចនោះកាន់តែខ្សោយទៅហើយព្រោះតែនាងមិនដែលឃើញសត្វចម្លែកបែបនេះទេ Tasha ចង់ឲ្យ Sylvia នៅជាមួយនាងរហូត Arthur បានរំលឹកនាងកុំឲ្យមើលសត្វចិញ្ចឹមថ្មីពេកហើយក៏យកបង្ហាញឲ្យលោកគ្រូឃើញលោកគ្រូមិនភ្ញាក់ផ្អើលទេពេលដឹងថាវាជានាគប្រសិនបើបងប្រុសរឹងមាំរបស់គាត់ដឹងប្រហែលជាភ្ញាក់ផ្អើលដល់ស្លាប់មិនខានវាហាក់បង្ហាញថាការរួមបញ្ចូលជាមួយឆន្ទៈសត្វអារក្សគឺជាមូលហេតុនៃការផ្ទុះសុទ្ធប៉ុន្តែ Arthur មិនចាំបាច់បារម្ភខ្លាំងដែរព្រោះនាគនោះគឺជាសត្វក្នុងរឿងនិទានប៉ុណ្ណោះអ្នកដទៃនឹងមិនជឿថាវាមានពិតទេគ្រាន់តែគិតថា Sylvia គឺជាសត្វកម្រដោយសារតែ Arthur បានដាស់ឆន្ទៈសត្វអារក្សឡើងការបណ្ដុះបណ្ដាលថ្ងៃនេះក៏ខុសពីលើនមុនគាត់ត្រូវហាត់ទាំងម៉ាណានិងឆន្ទៈសត្វអារក្សជាមួយគ្នាវិធីដែលមានប្រសិទ្ធភាពបំផុតគឺហាត់ជាមួយលោកគ្រូផ្ទាល់ការប្រែក្លាយទៅជាស្ថានភាពសត្វអារក្សធ្វើឲ្យ Arthur មានអារម្មណ៍ថាភារកិច្ចធ្ងន់ធ្ងរខ្លាំងក្នុងស្ថានភាពនោះគាត់មិនអាចដឹងអ្វីបានទេព្រោះ Varian ដូចជាខ្យល់ស្រស់មួយគាត់មិនអាចប្រឆាំងបានឡើយហើយត្រូវបានវាយដួលភ្លាមសត្វអារក្សរបស់លោកគ្រូជាប្រភេទស្រមោលខ្មៅនិងមានសមត្ថភាពគ្រប់គ្រងខ្យល់បានដល់កម្រិតខ្ពស់ទាំងអស់នេះគាត់ក៏អាចប្រើមន្តអាគមកម្រិតខ្ពស់បានផងដែរដើម្បីគ្រប់គ្រងសំឡេងនិងមិនបញ្ចេញសំឡេងឡើយទោះជាយ៉ាងណាចំណុចខ្សោយរបស់ស្ថានភាពនេះគឺការប្រើថាមពលច្រើនខ្លាំងបន្ទាប់ពីពន្យល់រួចកុមារទាំងពីរក៏ចាប់ផ្ដើមហាត់ពីកម្រិតមូលដ្ឋានហើយប៉ុន្មានថ្ងៃក្រោយមក Arthur បានគ្រប់គ្រងឆន្ទៈសត្វអារក្សនៅក្នុងខ្លួនបានស្ទើរតែពេញលេញទៅហើយការឈឺចាប់នៅលើទ្រូងគាត់ក៏បាត់អស់ដែរលើសពីនេះទៅទៀតគាត់ក៏អាចតាមល្បឿនរបស់លោកគ្រូបានទៀតផងនៅសល់ពេលមិនយូរប៉ុន្មានទេគាត់នឹងត្រូវចាក់ចេញពីទីនេះហើយគាត់សម្រេចចិត្តហ្វឹកហាត់អស់ពីកម្លាំងនិងកម្លាំងចិត្តដោយមិនសម្រាកក្នុងនោះ Arthur ក៏បានចំណាយពេលដែលនៅសល់ជាមួយនឹងមិត្តល្អរបស់គាត់ផងដែរថ្ងៃបន្ទាប់គឺជាថ្ងៃសម្រាកពួកគេទាំងពីរនាក់បានចេញដើរលេងហើយដោយចៃដន្យយីបានជួប Ferris ម្ដងទៀតគឺដោយការពីឆ្នាំមុនចឹង Ferris មិនដែលភ្លេចឈ្មោះ Arthur ទេប៉ុន្តែ Arthur មិនចាំក្មេងនោះឡើយ Ferris បានចូលមកប្រយុទ្ធម្ដងទៀតហើយលទ្ធផលគឺដោយការពីមុនគឺត្រូវបានវាយដួលដោយការពីមុន Tasha បានណែនាំខ្លួនម្ដងទៀត Arthur ក៏ញឹមហើយកាន់ដៃនាងធ្វើឲ្យពួកគេត្រូវគ្នាវិញជាក់ស្ដែង Ferris ចង់លេងជាមួយ Arthur ម្ដងទៀតបន្ទាប់ពីត្រូវបានវាយតែមិត្តភ័ក្តិដែលទៅជាមួយគាត់បាននិយាយថាពួកគេទាំង3នឹងទៅជួបយុវជនពីអាណាចក្រផ្សេងទៀត Tasha ជាព្រះនាងមិនត្រូវបានអនុញ្ញាតឲ្យទៅបានទេនាងខឹងដល់ថ្នាក់វាយ Ferris ឲ្យហោះឡើង Arthur បានទាញនាងទៅកន្លែងផ្សេងហើយរំលឹកថាព្រះនាងមិនគួរវាយមនុស្សបែបនេះទេប៉ុន្តែគាត់ក៏ចង់ចាំថាខ្លួនឯងក៏មិនមានសិទ្ធិនិយាយដែរ Tasha នាងសោកស្ដាយខ្លាំងណាស់ព្រោះ Arthur ចិត្តចាក់ចេញទៅហើយប៉ុន្តែនាងមិនអាចទៅជាមួយបាននាងយំហើយរត់ចេញទៅទោះជាអាចថោះហើយនាងក៏មិនឈប់បន្ទាប់មកអាចថោះក៏ចូលទៅបន្ទប់ដើម្បីសម្រួលគ្នាហើយពួកគេទាំងពីរបានដើរចូលក្នុងព្រៃនិយាយគ្នាលេង Arthur និយាយថាបើសិនជួបគ្រោះថ្នាក់គាត់នឹងរត់ហើយសត្វចោកដែលធ្លាប់ជួយពីមុនក៏បានខ្លាចជាមិត្តដែរដូច្នេះមិនបារម្ភទៀតទេពេលវេលាកន្លងទៅ Tasha ងុយគេងហើយចាប់ផ្ដើមខ្លាចវិញ្ញាណនាងសួរអំពីអាណាចក្រមនុស្ស Arthur ប្រាប់ថាគាត់មិនសូវដឹងទេព្រោះគាត់រស់នៅតំបន់ដាច់ស្រយាលពេលសួរថាហេតុអ្វីមិនស្នាក់នៅទីនេះ Arthur ប្រាប់ថាគាត់ចង់ទៅជួបគ្រួសារវិញនៅខែទី4ដល់ពេលគាត់ត្រូវត្រឡប់ទៅផ្ទះហើយលាលោកគ្រូនិងមនុស្សទាំងអស់ចុងក្រោយលោកគ្រូបានផ្ដល់ផ្លាកមួយដែលមានសញ្ញាគ្រួសារ Eralith ឲ្យ Arthur មួយដើម្បីកុំឲ្យមានបញ្ហានៅពេលក្រោយពេលទ្វារផ្ទេរត្រូវបានបើក Arthur គិតថា Tasha នឹងមិនមកទេប៉ុន្តែពេលនោះនាងបានមកហើយនាងប្រាប់ថាឲ្យអាចធញញ៉ាំអាហារឲ្យបានល្អនិងថែរក្សាខ្លួនផងហើយនាងបានអបគាត់ដោយខ្លួនឯងរួចនិយាយថានាងឯងក៏ខ្លាំងណាស់ពួកគេទាំងពីរសន្យាថានឹងជួបគ្នាម្ដងទៀតនៅថ្ងៃណាមួយ Arthur ត្រឡប់ទៅរកផ្លូវទៅផ្ទះថ្មីដែលម្ដាយនិងប្អូនស្រីកំពុងរស់នៅមិននឹកស្មានថាអ្នកបើកទ្វារគឺជាប្អូនស្រីជាទីស្រឡាញ់ឈ្មោះ Eleanor ពេលឃើញឪពុកម្ដាយ Arthur បានយំភ្លាមព្រោះគាត់បានត្រឡប់មកផ្ទះវិញហើយពួកគេសប្បាយចិត្តខ្លាំងណាស់និងស្វាគមន៍គាត់វិញ Alice ណែនាំ Arthur ឲ្យ Eleanor ស្គាល់ថាគាត់គឺជាបងប្រុស Eleanor សួរច្រើនណាស់ Vernon ក៏ប្រាប់ប្រពន្ធថាឲ្យឈប់សួរ Eleanor ចាប់ផ្ដើមស្គាល់បងប្រុសដែលឪពុកម្ដាយតែនិយាយប្រាប់ពីមុន Arthur ក៏ពេញចិត្តប្អូនស្រីនេះដែរបន្ទាប់មក Arthur បានប្រាប់ឪពុកម្ដាយអំពីអ្វីដែលកើតឡើងនៅអាណាចក្រ ប៉ុន្តែគាត់មិនប្រាប់អំពី Sylvia ទេគាត់ពន្យល់ថាគាត់រស់រានមានជីវិតពីការធ្លាក់ដោយសារប្រើមន្តអាគមដោយអចេតនាហើយបានជួប Tasha ជាមួយការជួយពីដែលព្យាបាលជំងឺរបស់គាត់ឲ្យជាសះស្បើយ Alice នៅតែបារម្ភអំពីសុខភាពរបស់គាត់